năm 1200ខ្មែរមានប្រជាជនជាង10លាននាក់មកដល់ឆ្នាំ 1863 ខ្មែរនៅសល់ប្រជាជនតែ8សែននាក់ប៉ុណ្ណោះហើយអ្វីក៏យ៉ាងដូចនេះតើហើយអ្វីក៏យ៉ាងដូចនេះមកពីខ្មែរពូកែបាក់បែកមកពីខ្មែរពូកែហែកទ្រូងឯងឲ្យក្អែកចុះខ្មែរពូកែសម្រួចឈើគៀលដំបៅខ្លួនឯងឲ្យហូរឈាមសក្តិភូមិខ្មែរទូមកងខ្ញុំបកណាខ្ញុំសូមបន្តនៅព្រះយុគព្រះរាជសម្ភារដែលជាកម្ពូលបុគ្គលជាព្រះរាជាមួយព្រះអង្គសោយរាជនៅក្នុងអាណាចក្រខ្មែរសម័យឧដុង្គប៉ុន្តែលោកចាញ់បោកនៅព្រះម៉ែយុច័ន្ទវតីធ្វើឲ្យគេឈ្មោះរបស់លោកបន្សល់ទល់ថ្ងៃលុបមិនបានទេហ្នឹងតែជាប់ហើយអញ្ចឹងហើយមានសមត្ថភាពបង្កើតជាក្បួនតម្រាសត្រាសេចក្តីសម្រាប់ជាការសិក្សាស្វែងយល់ឲ្យគ្រប់ចំនួនបច្ឆាជនតែទីបំផុតគេឈ្មោះរបស់លោកអត់ល្អហើយដល់សរសេរខ្លួនឯងយ៉ាងពុតគ្រូកំត្រាប់ច្បាប់គ្រូយកអានេះជាមូលហេតុដែលយើងនឹងផ្លេចខ្លួននឹងណែអំនួតគិតថាយើងចេះច្រើនអត់ណាស្មើអញ្ចឹងទៅតាមពិតចំណេះដឹងគ្រប់ទាំងអស់ដែលផ្នែកប្រសង់បើសរុបជាភាគរយទើបបាន 10% ទេខ្ញុំកណាទូមគុំទទួលស្គាល់ខ្លួនឯងដល់ពេលមកជាមនុស្សវិញបានដឹងថាយើងនៅ 90% ទៀតដែលយើងត្រូវស្វែងយល់សិក្សាព្រោះដូច្នោះការនិយាយក្តីការប្រព្រឹត្តធ្វើអីក៏ដោយគឺតែងតែផ្លាត់រហូតចេញមកជាមនុស្សពីប្រសងមកមនុស្សវិញផ្លាត់មិនតាន់គេគ្រប់រឿងច្រើនរឿងណាស់ដែលមិនតាន់គេចឹងហើយខ្ញុំកណាទូមគុំជាធ្លាប់អតីតជាអ្នកបួសដូច្នេះហើយសូមជួយរំលឹកគ្នាជាសក្តិចារីទាំងអស់គ្នាដើម្បីឲ្យយល់ថាយើងរៀនទុកបីទៅដល់ប្រាជ្ញបណ្ឌិតអត្តកោវិទ្យឬដល់ណាក៏ដោយតែទើបបាន 10% ទេនៅ 90% ទៀតតមកជាមនុស្សបានយល់ហើយពាក្យហ្នឹងដោយល្បិចសិល្បៈរបស់ព្រះម៉ែយុច័ន្ទវតីទៅញុះញង់ធ្វើឲ្យព្រះរាជសម្ភារឆ្លុកវែងនឹងសម្ផស្សអញ្ចឹងណាកើតជាគេឈ្មោះឲ្យយើងបានស្វែងយល់ទស្សនាអញ្ចឹងដោយសារយើងពីមុនគេគោរពកោតក្រែងចុះដល់ពេលមកជាមនុស្សធម្មតាគេវាយស្មើគេមិនបានដឹងថាយើងជាអ្នកប្រាជ្ញបណ្ឌិតអីណាអរយ៉ាងទៅប្រហែលគេឈ្មោះរបស់យើងវាស្អុយក្នុងប្រវត្តិសាស្ត្រអញ្ចឹងតើអញ្ចឹងជាការសោកស្ដាយណាស់សម្រាប់ខ្ញុំកណាទូបង្គំតែអត្តរបស់សេចក្តីដែលលោកនិយាយមួយម៉ាត់មកបើយើងមិនអាស្រ័យនៅកន្លងរបស់វីរៈបុរសឬបព្វជនរបស់ខ្មែរយើងទេវាយសេចក្តីពាក្យរបស់លោកអត់បែកងាយទេពីព្រោះសេចក្តីរបស់លោកចាញ់ជាតម្រាមកហ្នឹងលើកតាំងពីសំស្ក្រឹតនិងបាលីយកមកនិយាយតែអញ្ចឹងអ្នកអត់បានរៀនបានយល់ឡើងហ្នឹងទល់តែអាស្រ័យលោកអ្នកចេះដឹងដូចជាសម្ដេចព្រះសង្ឃរាជជួនណាតជាដើមទើបវាយសេចក្តីរបស់លោកបែកអញ្ចឹងតើណាតែស្រាប់តែគេឈ្មោះរបស់លោកមិនល្អនៅក្នុងសង្គមគ្រប់គ្រងប្រទេសទៀតសោតខ្សោយតើសពរឿងហើយអត់ចេះស្រឡាញ់អត់ចេះចប់ពាក់នឹងរឿងរាជសម្បត្តិអីទេមកមើលមិនតំណងឈប់យកឲ្យអ្នកនេះអ្នកនោះផ្សេងអញ្ចឹងហ្នឹងអញ្ចឹងចិត្តអ្នកបួសគឺតែប៉ុណ្្នឹងឯងមិនទៅជាជាប់ជាពាក់ស្អីទេទៅឯណាឆ្កយយើងទៅដល់គេធ្លាប់ធ្វើជាមនុស្សមែនតែនមកដូចជាព្រះមហាក្សត្រព្រះទេរីជាឪពុកមានអាណិតទេគឺដឹងនៅរឿងខូចអញ្ចឹងទៅសម្លាប់ឲ្យចោលគ្មានទុកបដ ாய் អត់មានគិតថាគាត់ចេះដឹងអីអត់អីអត់មានគិតទេនេះជាចិត្តមនុស្សអញ្ចឹងហ្នឹងចិត្តដែលគេធ្លាប់បួសរៀនគឺគេមុតដាច់ដែលយើងអ្នកធ្លាប់បួសរៀននៅហ្នឹងអាចទៅមុខទៅក្រោយទេទីបំផុតគេសម្លាប់ចោលទេស្អើរៀនទាំងបានមលទ្ធផលអីផងវាមិនខុសពីសម័យប៉ុលពតនឹងដូចជាខ្សែគ្នាខ្នងរបស់គាត់ដូចទៅពោពេញដោយមនុស្សរៀនសូត្រផ្នែកពុទ្ធសាសនានឹងច្រើនមិនត្រឹមរៀនសូត្រទេបួសរៀនចេះដឹងទៀតប៉ុន្តែប្រទេសទៅជាបីអារាមវត្តកំតិចខ្ទីអស់ពុទ្ធសាសនា
លឹបចោលនៅប្រពៃណីវប្បធម៌ជាតិសាសន៍ដែលតាំងតែបូរាណមកកុំឲ្យមានហើយទៅគិតថាទង្វើដែលខ្លួនធ្វើនឹងត្រូវក្នុងន័យថាឆ្លក់វង្វេងនឹងលទ្ធិកុម្មុយនីសឌីងទួចហ្នឹងផ្លេចពីគំនុះផ្លេចពីកន្លងរបស់ជាតិសាសន៍បានធ្វើឲ្យជាតិរត់រលាយរហូតដល់ធ្លាក់ដល់ចំណុច0សោកស្ដាយជាទីបំផុតសម្រាប់ប្រជាជនដែលយើងគួរស្វែងយល់ណាតែបានសម្ដេចបិតាសន្តិភាពលោកប្រឹងប្រែងស្ដារមកវិញឃើញថាសមិទ្ធផលរបស់លោកយើងអត់និយាយតែភ្នែកមើលឃើញនិយាយរឿងភ្នែកដែលយើងមើលមិនឃើញជាសម្រាប់ទូទៅលោកតែងតាំងនៅសម្ដេចនីមួយខ្ញុំណាទូបង្គំខ្ញុំពិតជាសូមក្រាបសំពះនិងគោរពដឹងគុណយ៉ាងខ្ពង់ខ្ពស់មែនសម្ដេចដែលលោកតែងតាំងមកមួយអង្គគឺពោពេញដោយបញ្ញវន្តបុគ្គលមែនមិនថាសម្ដេចណាជាសម្ដេចណាទេតែល្បីខ្លាំងជាងគេគឺសម្ដេចព្រះអរិយវង្សយ៉ងសេងយាតខ្ញុំប្រកាសណាទូមគុំខ្ញុំពិតជាសូមសរសើរនៅព្រះតម្រេះនិងព្រះរាជរដ្ឋាភិបាលដែលបានតែងតាំងបុគ្គលឆ្នើមមានគំនិតប្រាជ្ញាវាងវៃពោលស្ដីមកគឺមានតម្លៃមិនអាចកាត់ថ្លៃបានហើយណាមួយអង្គតែមិនមែនមួយអង្គទេណាច្រើនអង្គគឺមានព្រះបញ្ញាវាងវៃខ្ពស់ដូចគ្នាទាំងអស់អញ្ចឹងខ្ញុំឃើញថាអ្វីដែលព្រះបិតាសន្តិភាពលោកបានចងក្រងនឹងធ្វើសាងជាវណ្ណកម្មទុកមិនមែនលោកណែឯងច្រើនជាវីរៈបុព្វជនច្រើនទៅទៀតតែលោកជាមេជាតំណាងអញ្ចឹងទៅក៏យើងនិយាយតែឈ្មោះលោកខ្ញុំគិតថាមិនមែនលោកនឹងធ្វើដោយគ្មានគោលដៅហើយក៏មិនមែនដើរដោយអត់កន្លងរបស់វីរៈបុព្វជនដូនតារបស់ខ្មែរយើងមកទេបើអ្នកដែលដើរប្រះចាកកន្លងមិនខុសពីប៉ុលពតឬក៏មិនខុសពីត្រង់សិរិមតៈនិងលន់នល់អីមើលតប់មិនជាប់ទេអំណាចប៉ុន្តែបើសិនជាមានទម្លាប់ដើរចូលកន្លងគឺដូនតាវីរៈបុព្វជនបុព្វការីវិញ្ញូជនទាំងអស់ដែលលោកបានមរណៈក៏ពិតមែនតែអ្វីគឺលោកបានតម្រង់និងបន្សល់ទុកឲ្យយើងសម្រាប់ដើរទៅវារកភាពចម្រើនឃើញអរគុណសូមបញ្ចប់ព្រីសម្ភារត្រឹមប៉ុណ្ណេះចុះ